Ngày níមានមនុស្ស10,700,000នាក់បានស្លាប់ជាង55,000នាក់បានទទួលដំណឹងថាគាត់កើតមហារីកហើយនឹងមនុស្សជាច្រើនទៀតបានពិការឬក៏មិនអាចងើបពីគ្រែរបស់គាត់បានទេដោយសារតែជំងឺឬក៏គ្រោះថ្នាក់ផ្សេងៗអញ្ចឹងបើសិនជាបងប្អូនកំពុងតែមានអារម្មណ៍ថាខ្លួនឯងបរាជ័យ stress ការងារមិនដូចចិត្តការរកស៊ីក៏វាអត់ឡើងទៀតបងប្អូនត្រូវចាំថាមានមនុស្សជាច្រើនដែលកំពុងតែចង់បាននៅអ្វីដែលបងប្អូនកំពុងតែមានហ្នឹងគឺអាចក្រោកពីគេងដោយខ្លួនឯងបានអាចញ៉ាំអាហារដែលខ្លួនឯងចូលចិត្តបានអាចទៅជួបមនុស្សដែលខ្លួនឯងស្រឡាញ់បានមានរបស់របរប្រើប្រាស់ជារបស់ខ្លួនឯងថ្លៃក្តីថោកក្តីវាជាញើសឈាមរបស់យើងបងប្អូនដឹងអត់នៅតំបន់មួយចំនួនណាគ្រាន់តែអាហារ3ពេលក៏ពួកគាត់អត់មានដែរសូម្បីតែទឹកផឹកឲ្យគ្រប់គ្រាន់ក៏អត់មានដែរអញ្ចឹងបងប្អូនត្រូវរីករាយនៅអ្វីដែលខ្លួនឯងកំពុងតែមានឥឡូវហ្នឹងកុំរស់នៅក្នុងអតីតកាលទៀតហើយក៏កុំខ្វល់ពីអនាគតកាលខ្លាំងពេកពីព្រោះការគិតបែបហ្នឹងវាធ្វើឲ្យបងប្អូន stress គិតអីអត់ចេញហើយមានអារម្មណ៍ថាដូចបរាជ័យអញ្ចឹងទាំងដែលជាក់ស្ដែងបងប្អូនគឺមានអ្វីៗជាច្រើនដែលមនុស្សផ្សេងមិនមាន